អូហាយ៉ូសួស្តីអ្នកទាំងអស់គ្នាជួបគ្នាទៀតហើយនៅក្នុងវីដេអូថ្មីអេពីសូតថ្មីខ្ញុំបាទរៃជីហើយថ្ងៃនេះយើងនឹងបន្តសាច់រឿងស្រឡាញ់គេតែម្នាក់ឯងដែលជាភាពបន្តទាំងអស់គ្នានៅក្នុងថ្ងៃចូលរៀនវិទ្យាល័យដំបងអ៊ីវ៉ាតាក៏បានចូលមកអង្គុយនៅក្នុងថ្នាក់រៀនពេលនោះលោកគ្រូក៏ចង់ឲ្យសិស្សទាំងអស់គ្នាណែនាំខ្លួនពីម្នាក់ទៅម្នាក់សិស្សដំបងគេនោះគឺជាប្រូសក់ពប្រភេទម្នាក់នេះគាត់មានឈ្មោះថាយូតាចំណងចំណូលចិត្តរបស់គាត់គឺការលេងស៊ូហ្គីសិស្សបន្តមកទៀតគឺជាប្រូសក់ពថ្នោម្នាក់នេះក៏មានឈ្មោះថាយូស៊ីនចំណងចំណូលចិត្តរបស់គាត់គឺការច្រៀងខារ៉ាអូខេហើយមើលទៅគាត់ដូចជាមនុស្សដែលនិយាយតប៉ែហោហាយច្រើនអត់សំចៃមាត់ពេលនេះក៏ដល់វេនរបស់ខាមីស៊ីរ៉ូត្រូវណែនាំខ្លួនឯងហើយក៏និយាយរៀបរាប់ពីខ្លួនឯងថាគាត់មិនសូវពូកែភាសាអង់គ្លេសហើយក៏ចូលchơiវិស័យកីឡាបាល់ទាត់ជាខ្លាំងបន្ទាប់មកដល់វេនរបស់អ៊ីវ៉ាតាណែនាំខ្លួនវិញម្ដងពេលដែលនាងក្រោកឈរឡើងគ្រប់គ្នាពិតជាមានការភ្ញាក់ផ្អើលនឹងកម្ពស់ដ៏ខ្ពស់របស់នាងអ៊ីវ៉ាតាមិនសូវមានទំនុកចិត្តសោះនាងនិយាយណែនាំខ្លួនឯងតែអារម្មណ៍ភ័យខ្លាចឬក៏បញ្ញាអង្គុយចោះវិញយ៉ាងលឿនតែម្ដងលុះដល់មកចេញទៅផ្ទះខាមីសេរ៉ូបានរត់សម្ដៅដោយស្រែកហៅឈ្មោះរបស់អ៊ីវ៉ាតាក៏ដាក់ទៅសឹកប្រាប់នាងដែលមើលឃើញថាសម្ពត់ដែលនាងពាក់គឺរហែកអ៊ីវ៉ាតាមុខឡើងក្រហមតែម្ដងរួមទាំងដឹងថាសម្ពុតនេះរហ័យបែកនេះគឺនៅពេលដែលនាងជួយសង្គ្រោះសិស្សស្រីម្នាក់ដែលធ្លាក់ពីលើកាំជណ្ដើរព្រឹកមិញនេះហើយខាមីសេរ៉ូតាំងខ្លួនជាសុភាពបរោះក៏លះបង់អាវក្រៅរបស់គាត់ដើម្បីឲ្យអ៊ីវ៉ាតាយកទៅពាក់បិទបាំងជាបណ្ដោះអាសន្នលុះពេលត្រឡប់មកដល់ផ្ទះវិញម៉ាក់របស់អ៊ីវ៉ាតាក៏បានដេកសម្ពុតដែលរហ័យមួយនេះបានជាប់ល្អឡើងវិញគាត់ស្រាប់តែក៏លេចឃើញថាអ៊ីវ៉ាតានៅតែរក្សាប្រអប់កាដូដែលខាមីសេរ៉ូបានឲ្យទៅកាន់នាងដាក់នៅលើធ្នើផងដែរពេលនោះអ៊ីវ៉ាតាចាប់ផ្ដើមគិតសម័យពីខាមីសេរ៉ូទៀតហើយឥឡូវនេះពួកគេខ្លាចជាមិត្តរួមថ្នាក់នឹងគ្នាហើយគាត់នៅតែសង្ហានៅក្នុងឯកសណ្ឋានជាសាវិទ្យាល័យម្យ៉ាងទៀតនាងក៏មានលេខទូរស័ព្ទរបស់គាត់ប៉ុន្តែបែរជាមិនហ៊ានឆាតទៅរកគាត់សោះលុះស្អែកឡើងអ៊ីវ៉ាតាមានបំណងចង់ប្រកួតអាវក្រៅឲ្យទៅកាន់ខាមីសេរ៉ូវិញប៉ុន្តែបញ្ហាតោះត្រង់មួយគឺថាខាមីសេរ៉ូតែមានមិត្តភ័ក្តិនៅក្បែរគាត់ជានិច្ចធ្វើឲ្យនាងមិនសូវមានឱកាសចូលទៅចិត្តគាត់តតែសោះទន្ទឹមនឹងនេះសិស្សស្រីដ៏មានសម្រស់ស្រស់ស្អាតម្នាក់ឈ្មោះថាហ៊ីស៊ូអ៊ីត្រូវបានសិស្សប្រុសជាច្រើនអ្នកកំពុងតាមញ៉ាយនាងហើយតែគេគឺជាស្រីស្អាតនឹងឯងនៅតាមផ្លូវអ៊ីវ៉ាតាស្រេចទៅលឺសូរនរណាគេម្នាក់ស្រែកហៅនាងតាមបង្អួចហើយពេលដែលងាកមើលអ៊ីវ៉ាតាស្រេចតែបានឃើញខាមីសេរ៉ូកំពុងបកដៃ Hello ទៅកាន់នាងនៅក្រៅតែម្នាក់ឯងឱកាសហុយមកដល់ដូច្នេះអ៊ីវ៉ាតាក៏បញ្ញារត់ទៅក្រៅដើម្បីទៅជួបគាត់ប៉ុន្តែចៃដន្យអីនៅទាំងពីរក៏រត់បុកគ្នាទៅវិញទៅមកបណ្ដោយដួលលើដីទាំងពីរនាក់តែម្ដងអ៊ីវ៉ាតាបាននិយាយពាក្យសំតោហើយក៏បញ្ញាប់ឲ្យអាវក្រៅជូនទៅកាន់ខាមីសេរ៉ូវិញស្របពេលនោះហ៊ីស៊ូអ៊ីនាងក៏ធ្វើដំណើរមកទីនោះព្រមទាំងនិយាយពីអរគុណទៅកាន់អ៊ីវ៉ាតាដែលបានជួយសង្គ្រោះនាងកាលពីថ្ងៃមុនអ្នកទាំងពីរក៏ធ្វើការស្គាល់គ្នាទៅវិញទៅមកហើយមិនចង់រំខានខាមីសេរ៉ូបានសុំអនុញ្ញាតចែកចេញពីទីនោះតែម្ដងទៅរួចមកហ៊ីស៊ូអ៊ីបានសង្កេតឃើញថាអ៊ីវ៉ាតានិងខាមីសេរ៉ូពិតជាស្និទ្ធស្នាលនឹងគ្នាខ្លាំងណាស់នាងក៏ចាប់អារម្មណ៍ទៅលើខាមីសេរ៉ូដែលជាប្រុសសង្ហាផងដែរដោយសារជួបគ្នាជាលើកដំបូងហ៊ីស៊ូអ៊ីក៏ចង់កសាងមិត្តភាពជាមួយអ៊ីវ៉ាតានាងក៏សុំអ៊ីវ៉ាតាផ្លាស់ប្ដូរលេខទូរស័ព្ទគ្នាទៅវិញទៅមកមុនចែកផ្លូវគ្នាត្រឡប់ទៅផ្ទះវិញលុះស្អែកឡើងលោកគ្រូបន្ទប់ថ្នាក់ណែនាំឲ្យសិស្សគ្រប់គ្នាត្រូវតែបង្កើតក្រុមដោយមួយក្រុមមានសមាជិក6នាក់ដើម្បីឲ្យពួកគេដើររើសសម្រាននៅបរិវេណជុំវិញសាលានៅថ្ងៃស្អែកនេះអ៊ីវ៉ាតានាងស្ថិតនៅក្រុមជាមួយខាមីសេរ៉ូហ៊ីស៊ូអ៊ីរួមជាមួយសិស្ស3នាក់ផ្សេងទៀតដែលអង្គុយក្បែរពួកគេក្នុងពេលនោះយូស៊ីនក៏មានបំណងចង់ធ្វើជាមេក្រុមតែម្ដងព្រមទាំងបញ្ចេញគំនិតដោយសមាជិកក្រុមនីមួយៗត្រូវតែដាក់ nickname ដើម្បីស្រួលហៅគ្នាទៅវិញទៅមកមនុស្សដំបងគេគឺជាខាមីសេរ៉ូអាប៉ែយូស៊ីនបានដាក់ nickname របស់គាត់ថា Mr. Handsome ចំណែកឯអ៊ីវ៉ាតាវិញទទួលបាន nickname ថាជាយក្សស្រីភ្នំតកអ៊ីវ៉ាតាបានត្រឹមឈរញញឹមគ្មានពាក្យនៅវិចារជាមួយនឹង nickname របស់នាងប៉ុន្តែខាមីសេរ៉ូក៏បានចេញមុខដោយមិនមានការពេញចិត្តព្រោះតែប្រោយដូរឈ្មោះ nickname របស់អ៊ីវ៉ាតាចេញផងដែរដល់ម៉ោងញ៉ាំបាយហ៊ីស៊ូអ៊ីក៏បបួលគ្រប់គ្នាឲ្យញ៉ាំបាយជុំគ្នាញ៉ាំមិនដើរនិយាយជជែកគ្នាមិនដើរហ៊ីស៊ូអ៊ីនៅតែមិនឈប់លើករឿងរបស់ខាមីសេរ៉ូបាននោះទេនាងនិយាយថានាងពិតជាស្រឡាញ់រាល់សកម្មភាពរបស់ខាមីសេរ៉ូក៏ធ្វើស្អីក៏សមធ្វើស្អីក៏ចេះរៀនសង្ហាដែរឆ្លៀតឱកាសនោះហ៊ីស៊ូអ៊ីមានបំណងសាកសួរអ៊ីវ៉ាតាអំពីពេលវេលាដែលនាងរៀនជាមួយខាមីសេរ៉ូកាលពីនៅបឋមសិក្សាផងដែរប៉ុន្តែអ៊ីវ៉ាតាបានបដិសេធទៅវិញព្រោះមិនចង់ឆ្លើយនៅសំណួរមួយនេះហើយសិស្សស្រីពាក់វ៉ាន់តាម្នាក់ដែលអង្គុយក្បែរនោះឈ្មោះថាមីអូក៏បាននិយាយអាកាត់បដូរប្រធានបទដែលចង់ផ្ដោតទៅលើម៉ោងរៀនរបស់ពួកគេវិញលុះស្អែកឡើងក្រុមរបស់អ៊ីវ៉ាតាក៏នាំគ្នាមករកសម្រាននៅក្នុងព្រៃមួយនៅក្បែរសាលារៀនរបស់ពួកគេដោយម្នាក់គិតក្នុងចិត្តបារម្ភខ្លាចមានសត្វដ៏
កាយសាហាវចេញមកតាមប្រមាញ់ចាប់ពួកគេយកទៅស៊ីជាចំណីពេលនោះយូស៊ីននៅតែបន្តមាត់ចង្រៃដោយឆ្លៀននិយាយលេងសើចនិងបង្អាប់ពីរូបរាងនិងកម្ពស់របស់អ៊ីវ៉ាតាជាហេតុនាំឲ្យអ៊ីវ៉ាតាមានអារម្មណ៍ថាមិនសប្បាយចិត្តប៉ុន្មានឡើយអ៊ីវ៉ាតាក៏បន្តកាត់ច្រើនចំពោះនាងគ្រប់គ្នាមើលឃើញថានាងជាមនុស្សស្រីដ៏ខ្ពស់និងមានមាឌធំចំណែកឯខាមីសេរ៉ូវិញគ្រប់គ្នាមើលឃើញគាត់គឺជាប្រុសសង្ហាគ្រប់ពេលវេលាខណៈនោះមីអូនិងហ៊ីស៊ូអ៊ីក៏បានដើរមករកអ៊ីវ៉ាតាដើម្បីបបួលនាងទៅរើសសម្រាននៅឯកន្លែងផ្សេងទៀតមួយរំពេចនោះយូស៊ីនស្រែកតែស៊ីមួយរន្ទះជើងរមៀលខ្លួនធ្លាក់ចោលមកខាងក្រោមយ៉ាងគួរឲ្យអស់សំណើចជាខ្លាំងឃើញដូច្នេះអ៊ីវ៉ាតាក៏មានបំណងចង់ជួយទៅកាន់គាត់ប៉ុន្តែខាមីសេរ៉ូក៏បានហាមឃាត់នាងថាមិនចាំបាច់ជួយអប៉ិនឹងឡើយខាមីសេរ៉ូភ្លេចខ្លួនក៏ច្រឡំមាត់ហៅឈ្មោះដំបូងរបស់អ៊ីវ៉ាតាថាជាសៃហើយក៏បណ្ដាលឲ្យអ៊ីវ៉ាតាពិតជាមានការអៀនជាខ្លាំងសូម្បីតែខាមីសេរ៉ូក៏មានការអៀនខ្មាស់ដូចទៅនឹងនាងផងដែរដោយតាមពិតនេះគឺមិនមែនជាលើកទី1ទេដែលខាមីសេរ៉ូហៅឈ្មោះដំបូងរបស់អ៊ីវ៉ាតាព្រោះគាត់តម្លាស់ហៅឈ្មោះដំបូងនាងតែពេលរៀននៅបឋមមកម្លេះគ្រាន់តែថាពេលធំឡើងខាមីសេរ៉ូឈប់ហៅនាងថាជាសៃប៉ុន្តែហៅនាងថាជាអ៊ីវ៉ាតាវិញបន្ទាប់មកយូតាក៏ដើរមកចិត្តពួកគេដើម្បីប្រាប់ពីហេតុការណ៍មិញនេះដោយខាមីសេរ៉ូបានធាក់ទម្លាក់យូស៊ីនមួយរន្ទះជើងព្រោះអប៉ិនឹងនិយាយលេងសើចហួសព្រំដែនខ្លាំងពេកលុយយប់ឡើងក្រោយពីអ៊ីវ៉ាតាងូយទឹករួចនាងស្រែកតែទទួលបានមីសេរបស់ខាមីសេរ៉ូគាត់ចង់សួរនាងពីសំណួរដែលអាចចេញប្រឡងខ្វេនិងចង់បានចម្លើយផងដែរអ៊ីវ៉ាតាក៏បញ្ញាបញ្ញារៀបចំឯកសារឲ្យទៅកាន់កងមួយកំ plei យ៉ាងលឿនតែម្ដងហើយភ្លាមនោះខាមីសេរ៉ូក៏បានមីសេថាក៏ច្រឡំដៃមីសេទៅកាន់នាងច្រឡំ account តាមពិតទៅក៏ចង់មីសេសួរទៅកាន់មិត្តភក្តិរបស់គាត់នោះទេខាមីសេរ៉ូក៏បានពោលពាក្យសុំទោសហើយអ៊ីវ៉ាតាក៏មិនបានប្រកាន់ខឹងអ្វីដែរហេតុនេះអ្នកទាំងពីរក៏បន្តលេងឆាជាមួយគ្នាឡើងធ្វើឲ្យបេះដូងរបស់អ៊ីវ៉ាតាទទួលបាននូវភាពកក់ក្ដៅដោយសារពាក្យសម្ដីដ៏ទន់ភ្លន់របស់ខាមីសេរ៉ូនឹងឯងមួយរំពេចនោះហ៊ីស៊ូអ៊ីក៏បានមីសេមកកាន់អ៊ីវ៉ាតាដែលចង់សួរនាងថាតើខាមីសេរ៉ូមានមិត្តស្រីដែរឬទេអ៊ីវ៉ាតាក៏ឆ្លើយតបទៅវិញនាងគឺមិនដឹងនោះទេបើចង់ដឹងទៅសួរគាត់ខ្លួនឯងវិញទៅលុះសាច់ឡើងហ៊ីស៊ូអ៊ីនៅតែបន្តសួរអ៊ីវ៉ាតាអំពីរឿងរបស់ខាមីសេរ៉ូតើគាត់នៅ single ឬមួយក៏មានមិត្តស្រីរួចទៅហើយអ៊ីវ៉ាតាខ្ពើនឹងឆ្លើយសំណួរមួយនេះណានឹងបានប្រាប់ហ៊ីស៊ូអ៊ីកុំឲ្យនិយាយរឿងរបស់ខាមីសេរ៉ូនៅក្នុងថ្នាក់ទៀតអីប៉ុន្តែហ៊ីស៊ូអ៊ីនេះមិនព្រមជប់នោះទេនាងក៏លើកយកប្រធានបទរឿងស្នេហាយកមកនិយាយឡើងបែកអូហូស្ទឹងនាងនិយាយច្រើនណាស់ឡើងធ្វើឲ្យអ៊ីវ៉ាតារួចជាមួយមីអូខ្ជិលនឹងស្ដាប់តែម្ដងនៅក្នុងម៉ោងវាយឈូដូអ៊ីវ៉ាតាចាប់បោកហ៊ីស៊ូអ៊ីប្រើតែមួយក្បាច់ក៏អាចយកជ័យជំនះបានគ្រប់សិស្សទាំងអស់ដែលហាត់នៅក្នុងថ្នាក់ឈូដូសុទ្ធតែចាញ់ក្រោមកណ្ដាប់ដៃរបស់អ៊ីវ៉ាតាទាំងអស់ដែលនាងយកឈ្នះពួកគេយ៉ាងងាយស្រួលធ្វើឲ្យគ្រូបំបកចាស់អារម្មណ៍ចង់ហៅនាងឲ្យចូលរួមថ្នាក់ឈូដូផងដែរលុះវឹកហាត់ចប់អ៊ីវ៉ាតាបាននិយាយពាក្យសុំទោសព្រោះទាំងសួរ best friend របស់នាងថាមានឈឺនៅត្រង់ណាដែរទេស្របពេលនោះពួកគេស្រែកតែកលេចឃើញខាមីសេរ៉ូកំពុងឈរនៅម្ដុំនោះហ៊ីស៊ូអ៊ីក៏និយាយប្រាប់គាត់ឲ្យដឹងពីភាពខ្លាំងពូកែរបស់អ៊ីវ៉ាតានៅក្នុងម៉ោងវឹកហាត់ជូដូក្នុងពេលមិញនេះសូម្បីតែមីអូក៏ឆ្លៀននិយាយសរសើរថាអ៊ីវ៉ាតាបានបន្ធូរដៃឲ្យគ្រប់គ្នាដែលប្រកួតជាមួយនាងផងដែរនាងវាយទៅកាន់ពួកគេដោយប្រើកម្លាំងស្រាលស្រាលខាមីសេរ៉ូបញ្ចេញទឹកមុខយ៉ាងសប្បាយចិត្តរួចក៏ឆ្លៀនសួរនាំនាងអំពីម៉ោងវឹកហាត់នេះបន្តិចបន្តួចមុនធ្វើដំណើរចាក់ចេញទៅបាត់ផងដែរហ៊ីស៊ូអ៊ីបានបង្ហាញពីការចាប់អារម្មណ៍ទៅលើការវឹកហាត់នេះដូចនេះអ៊ីវ៉ាតាក៏សម្រេចចិត្តបបួលនាងទៅចោះឈ្មោះរៀនវឹកហាត់នេះជាមួយគ្នាក្រោយមកអ៊ីវ៉ាតាជួយបង្រៀនហ៊ីស៊ូអ៊ីឲ្យចេះពីរបៀបកាន់ដងវាយនេះឲ្យបានត្រឹមត្រូវប៉ុន្តែភ្នែករបស់ហ៊ីស៊ូអ៊ីពិតជារហ័សពិតមែននាងបែកអារម្មណ៍ដោយបានរត់ទៅមើលខាមីសេរ៉ូកំពុងតែលេងបាល់ទាត់នៅឯជ្រុងម្ខាងទៀតលុះស្អែកឡើងនៅកន្លែងទូដាក់អីវ៉ាន់ខាមីសេរ៉ូបានដើរមករាក់ទាក់អ៊ីវ៉ាតានិងបានលើករឿងដែលអ៊ីវ៉ាតាទទួលបានបន្ទុកខ្ពស់នៅក្នុងមុខវិជ្ជាកណិតយកមកនិយាយផងដែរព្រោះគាត់ចង់សុំឲ្យអ៊ីវ៉ាតាជួយបង្រៀនគាត់ឲ្យចេះធ្វើលំហាត់ដើម្បីទទួលបានបន្ទុកល្អជាងមុនក្នុងពេលប្រឡងអ្នកទាំងពីរក៏នាំគ្នាមកអង្គុយរៀននៅក្នុងបណ្ណាល័យតែពីរនាក់ខាមីសេរ៉ូស្រែកតែនឹកឃើញពីពេលវេលាដែលពួកគេនៅរៀនបឋមហើយអ៊ីវ៉ាតាក៏ធ្លាប់ជួយបង្រៀនគាត់ពីមុនមកផងដែរក្នុងគ្រានោះនាងស្ទើរតែជួយគាត់គ្រប់យ៉ាងទៅហើយប៉ុន្តែឥឡូវនេះក៏ចង់ធ្វើជាអ្នកផ្ដល់ជំនួយឲ្យទៅកាន់នាងវិញម្ដងលើដូច្នេះអ៊ីវ៉ាតាក៏កើតមានអារម្មណ៍ត្រេកអរនិងរំភើបជាខ្លាំងហើយនាងក៏សប្បាយចិត្តដូចគ្នារាល់ពេលដែលខ្លួនឯងអាចជួយទុកធុរៈខាមីសេរ៉ូបានពេលចេញទៅផ្ទះខាមីសេរ៉ូឆ្លៀននិយាយលើសរសើរថាអ៊ីវ៉ាតាពិតជារៀនពូកែមែនទើបបើជានាងអាចប្រឡងជាប់នឹងមករៀននៅទីនេះបានបើចំពោះគាត់វិញតតែខំប្រឹងរៀនសូត្រទៅអាចប្រឡងជាប់ដូចជានាងហើយពេលដែលប្រឡងក៏សរសេរចម្លើយឡើងញ៉ៃញ៉ៃវល់ពេញនឹងតែម្ដងប៉ុន្តែយ៉ាងណាគាត់គឺបានជាប់ហើយក៏ពិតជាសប្បាយចិត្តនិងមានមោទនភាពដែលការខំប្រឹងរបស់គាត់ទទួលបានលទ្ធផលក្នុងយប់នោះអ៊ីវ៉ាតាចង់មីសេទៅរកខាមីសេរ៉ូជាខ្លាំងប៉ុន្តែអត់ដឹងថាត្រូវសរសេរអីនោះទេប៉ុន្តែមិនទាន់ដឹងអីផងខាមីសេរ៉ូក៏បានមីសេមកកាន់នាងមុនបាត់ដោយពោលពីអរគុណចំពោះនាងអ៊ីវ៉ាតាពិតជាបោកពោះភ័យរន្ធត់នៅពេល
ដែលក្រាស់ឆាតមកនាងមិនដឹងគួររីផ្លាយទៅកាន់ Kamishiro វិញបែបណានោះទេហើយនៅពេលដែលអ៊ីវ៉ាតារកសរសេរឆ្លើយតបទៅវិញ Kamishiro ក៏បានមានសេមកកាន់នាងជាច្រើនហូរហែធ្វើឲ្យអ៊ីវ៉ាតាកាត់រកពាក្យរីផ្លាយមិនចេញនោះទេហើយដូចនេះនាងក៏បានដាក់ sticker ចំនួន1ឲ្យទៅកាន់គាត់វិញចូលមកដល់ថ្ងៃបន្ទាប់សិស្សទាំងអស់គឺតម្រូវឲ្យចាប់ក្រុមម្ដងទៀតដើម្បីត្រៀមទស្សនកិច្ចសិក្សាអ៊ីវ៉ាតាក៏បានធីមអាចជាមួយមីអូហើយនិងហ៊ីស៊ូអ៊ីហើយភ្លាមនោះយូស៊ីនក៏បានបបួលពួកគេទាំង3នាក់ឲ្យធីមអាចជាមួយក្រុមរបស់គាត់តែម្ដងទៅស្របពេលនឹងសិស្សដទៃទៀតបែរជាមិនមានការពេញចិត្តនិងគិតថាពួកគេគួរតែផ្លាស់ប្ដូរក្រុមចេញហើយអ្នកខ្លះទៀតបានសម្លឹងមកកាន់អ៊ីវ៉ាតាដោយគិតថានាងគ្រាន់តែចង់នៅក្បែរ Kamishiro តែប៉ុណ្ណោះអ៊ីវ៉ាតាបានត្រឹមឈរស្ងៀមមួយកន្លែងភ្លាមនោះ Kamishiro ក៏ដើរទៅទះស្មានាងតិចៗដើម្បីប្រាប់ពីគម្រោងការនៅពេលដែល Yushin ក៏ហៅគ្រប់គ្នាឲ្យមកជុំគ្នា Kamishiro ក៏បញ្ចេញកំណត់ឲ្យគ្រប់គ្នាធ្វើការប៉ាវស៊ីងសុងដើម្បីចាប់ក្រុមហើយដោយសារធ្វើតាមគម្រោងការចុងក្រោយ Kamishiro ហើយ Iwata នៅតែឲ្យបន្តរួមក្រុមជាមួយគ្នាម្ដងទៀតបន្ទាប់ពីរៀនចប់ Hisui បានរកសម្ដៅមករក Iwata ហើយនាងក៏បានដឹងពីល្បិចរបស់ Iwata ហើយនិង Kamishiro ពេលដែលប៉ាវចាប់ក្រុមផងដែរ Hisui បាននិយាយបន្ថែមទៀតថានាងក៏ចង់សន្ទនាជាមួយ Kamishiro ហើយក៏ចង់ឲ្យ Iwata ជួយទៅកាន់នាងទៀតផង Hisui ស្រាប់តែក៏លេចឃើញ Kamishiro តាមបង្អួចរួចនាងក៏បញ្ញាប់ចោះទៅក្រោមដើម្បីចង់ញ៉ាយគាត់ឃើញដូច្នេះមីអូបាននិយាយភ្លាមៗតែម្ដងដោយនាងមើលធ្លុះដល់បេះដូងរបស់ Iwata ដឹងថា Iwata មានចិត្តលួចស្រឡាញ់ទៅលើ Kamishiro ភ្លាមនោះ Kamishiro ក៏បានបោះដៃសម្ដៅមកកាន់ Iwata ធ្វើឲ្យ Iwata ពិតជារំជួលក្នុងចិត្តជាខ្លាំងហើយដូចនេះនាងក៏បញ្ញាប់រកសម្ដៅទៅរក Kamishiro ដែលគិតក្នុងចិត្តថាខ្លួននាងតែងតែលាក់តអារម្មណ៍ដែលមានចំពោះគាត់ព្រោះបារម្ភខ្លាចនឹងអាចបំផ្លាញចំណងមិត្តភាពរបស់ពួកគេទាំងពីរនៅពេលកំពុងរត់យ៉ាងបញ្ញាប់ Iwata ក៏បានប៉ះទង្គិចគ្នាជាមួយ Hisui តែម្ដងពេលនោះហើយដែល Iwata ចាប់ផ្ដើមបញ្ចេញភាពក្លាហានហ៊ានសារភាពរឿងក្នុងចិត្តប្រាស់ Hisui ថានាងក៏លួចស្រឡាញ់ Kamishiro ផងដែរ Hisui បើកភ្នែកទាំងពីរគូរបស់នាងយ៉ាងធំពោពេញទៅដោយអារម្មណ៍ភ្ញាក់ផ្អើលនាងនិយាយថាបើ Iwata ប្រាប់នាងឲ្យបានលឿនជាងនេះនាងច្បាស់ជាជួយ Iwata ឲ្យបានស្រឡាញ់គ្នាជាមួយនឹង Kamishiro ហើយដោយសារតែនិយាយលឺពេក Iwata ក៏បានយកដៃបិទមាត់របស់ Hisui នៅពេលដែល Hisui ដឹងថា Iwata លួចស្រឡាញ់ Kamishiro តាមពេលរៀនបឋមនាងពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង Hisui ក៏និយាយបន្ថែមទៀតថានាងលងស្រឡាញ់ Kamishiro ព្រោះមកពីរូបរាងដ៏សង្ហារបស់គាត់នឹងឯងហើយបើសិនជានាងដឹងថា Iwata លួចស្រឡាញ់ Kamishiro ក៏នាងមិនហ៊ានទៅញ៉ាយគាត់ដូចគ្នាម្យ៉ាងទៀតនាងក៏បានដូរចិត្តឈប់ស្រឡាញ់ Kamishiro ទៀតហើយដែរព្រោះគាត់ប្រាប់នាងថាគាត់លងស្រឡាញ់មនុស្សស្រីម្នាក់រួចទៅហើយនេះគឺជារឿងមួយដែល Iwata មិនធ្លាប់ដឹងតតែសោះថានារីដែល Kamishiro លួចស្រឡាញ់គឺជានរណាគេ